ปุกไม้บองบนต่างគ្នាหมดแพะเอามาโมต่างគ្នាบ่าบองบนមានឆ្ងល់ថាយើងយកវីដេអូ copy ពីគេមកគេហៅថាយកវីដេអូគេមកកាត់តមកអីតែយើងជាប់ copyright កប់អីចឹងណាគេเราមានសំឡេងចម្រៀងមានសំឡេងគេអីគេមាន rai មានអីចឹងទៅបងប្អូនបាទប៉ុន្តែដោយឡែកហេតុអីបានជាវីដេអូ original របស់យើងសោះថតដោយដៃយើងសោះផ្ទាល់អញ្ចឹងណាផុសទៅជាប់ដែរបាទខាង Facebook គេចាប់ណាបាទហេតុអីបាទពីមុនខ្ញុំក៏អត់យល់ដែរបងប្អូនខ្ញុំអត់យល់ខ្ញុំចេះតែថតផុសទៅបាទហើយជាពិសេសវីដេអូខ្លះដូចជាគម្រាមកំហែងធ្វើដូចរៀងវាយតប់ធ្វើដូចអីអញ្ចឹងណាបាទផុសទៅជាប់ក្រហមបណ្ដោយបាទអាហ្នឹងមិនប្រកាសថាវីដេអូ original របស់យើងអត់ជាប់ទេបងប្អូនណាបាទតោះតែយើងធ្វើត្រូវដែរបាទបំរាមរបស់ Facebook គេហាមមិនឲ្យមានអីបាទឧទាហរណ៍ថាវាយកាប់ចាក់បាទគ្រឿងប្រហារមានកំភ្លើងមានកបិតអីជាដើមអញ្ចឹងណាបាទមានឈាមមានអីអញ្ចឹងទៅមានចម្រៀងមានអីហ្នឹងអាហ្នឹងសិតតែជាប់បងប្អូនអាហ្នឹងសិតតែជាប់បាទអានេះបទពិសោធន៍របស់ខ្ញុំណាហើយវីដេអូបងប្អូនខ្ញុំឃើញគេផុសច្រើនដែរតែដូចអត់មានជាប់ណាដូចជាវីដេអូមានភ្លើងមានអីអញ្ចឹងណាបាទអត់ជាប់ទេប៉ុន្តែដោយឡែកវីដេអូរបស់ខ្ញុំឲ្យតែមានភ្លើងនឹងជាប់បាទឲ្យតែមានភ្លើងនឹងជាប់ហើយវីដេអូធ្វើដូចជាយើងធ្វើដូចវាយតប់ធ្វើដូចអីហ្នឹងអាហ្នឹងនឹងជាប់ដែរដាក់ទៅជាប់ហ្មងបាទអញ្ចឹងមិនប្រកាសថាវីដេអូស៊ីនរបស់យើងធ្វើដោយដៃរបស់យើងវាអត់ជាប់ទេបងប្អូនបាទវាអាចនឹងជាប់ដូចគ្នានៅក្នុងករណីណាមួយដែលយើងអត់ប្រយ័ត្នបាទអត់ប្រយ័ត្នវាជួនកាលថតទៅភ្លេចមើលមានភ្លើងនៅក្រោយជាប់បាទឬក៏មានកបិតមានអីមានគ្រឿងស្វឹងអីនៅក្រោយជាប់ដែរបាទតែយើងអត់ចាប់អារម្មណ៍ណាបាទអាហ្នឹងអាចជាប់ប៉ុន្តែខ្ញុំប្រយ័ត្នប្រយែងដែរអត់ដែលមានរឿងគ្រឿងកាប់ចាក់រឿងវិយារឿងគ្រឿងស្វឹងអីនៅហ្នឹងឈាមអីអត់ឲ្យមានទេបាទបងប្អូនអត់មានទេប៉ុន្តែដោយឡែកខ្ញុំវីដេអូខ្ញុំផុសបាទដូចជាធ្វើរឿងវាយតប់គ្នាអីចឹងណាបាទធ្វើដូចគម្រាមធ្វើដូចបញ្ញាក់ធ្វើដូចរបៀបថាប្រឆោតអីចឹងទៅជាប់ផុសទៅជាប់ហ្មងបាទបងប្អូនហើយមិនដឹងថាបងប្អូនដូចខ្ញុំដែរអត់អញ្ចឹងណាអានេះគ្រាន់តែជាបទពិសោធន៍របស់ខ្ញុំកែងឡោបងប្អូនដូចខ្ញុំដែរអាហ្នឹងយើងដូចគ្នាហើយក៏ផ្ដាំផ្ញើទៅបងប្អូនដែលចង់ធ្វើ MMO បាទដែលគាត់ចង់ថតអញ្ចឹងអាចស្ដាប់ជាបទពិសោធន៍អញ្ចឹងបានបាទអាចស្ដាប់ជាបទពិសោធន៍ពីព្រោះខ្ញុំដាក់ទៅជាប់ហើយបាទតិចឃើញតែមានគេដុតគោមួយអីហ្នឹងថតដាក់ចង់ផុសអីហ្នឹងគ្រាន់ថតផុសទៅជួនកាលអត់ឲ្យចេញមកបាទមិនបាច់តែចេញហើយបានចាប់តាមក្រោយគ្រាន់តែផុសមិនឲ្យមិនចេញហ៎បាទអាហ្នឹងអញ្ចឹងណាបាទភ្លើងកបិតបថៅអីហ្នឹងក៏ភ្លើងអីហ្នឹងដឹងតែជាប់ហើយខ្ញុំដឹងតែជាប់ហើយបាទហើយអរគុណបងប្អូនបាទបើគិតថាវីដេអូនេះមានប្រយោជន៍សូមជួយ like ជួយ share ជួយ comment ម្នាក់មួយផងបាទបងប្អូនបាទអរគុណបាយបាយ